សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នាអំពីរបៀប follow page ជាមួយនឹង website បង SMM ជាដំបូងអ្នកនរគ្នាចូលមកកាន់ Chrome យើងមកនេះអ្នកនរគ្នាចូលមកកាន់ Chrome មកបន្តមកអ្នកនរគ្នាសេចឈ្មោះ website របស់យើងដែលមានឈ្មោះថាបង smm.com នៅពេលចេញបែបនេះហើយសូមអ្នកនរគ្នាវាយ username និង password ចូលសម្រាប់អ្នកដែលមិនទាន់ចូលឈ្មោះនៅលើ website របស់យើងខ្ញុំអ្នកនរគ្នាអាចស្វែងរកពីរបៀបចូលឈ្មោះបានដែលមាននៅលើ channel YouTube ឈ្មោះថាបង SMM ឥឡូវខ្ញុំសូមវាយ username password ចូលសិនអ្នកនរគ្នាបន្ទាប់មកជួយ sign in បន្ទាប់ពីជួយ sign in ហើយចេញបែបនេះសូមអ្នកនរគ្នាក្រឡេកមកកន្លែងនេះមកសូមអ្នកនរគ្នាយកពាក្យថា Facebook នេះអ្នកនរគ្នាចុចលើ Facebook មកបន្តមកកន្លែង category នេះសូមអ្នកនរគ្នាចុចលើនឹងមួយមុខសូមអ្នកនរគ្នាយកពាក្យថា Facebook page follower នេះមកអ្នកនរគ្នាចុចលើនឹងមុខបន្តមកកន្លែង service នេះសូមអ្នកនរគ្នាចុចលើនឹងមួយសូមអ្នកនរគ្នាជ្រើសរើស service មួយណាដែលអ្នកនរគ្នាពេញចិត្តខ្ញុំសូមបញ្ជាក់អ្នកនរគ្នាផងដែរថា service ណាមានតម្លៃកាន់តែខ្ពស់នោះសេវាកម្មកាន់តែល្អកាន់តែរហ័សអ្នកនរគ្នា service គឺខុសៗគ្នាអ្នកនរគ្នាឥឡូវខ្ញុំសូមយក service ខាងលើគេនេះមួយចុះអ្នកនរគ្នាចុចលើនឹងមុខបន្តមកកន្លែង link នេះសូមអ្នកនរគ្នាចូលទៅកាន់ Facebook ក៏ដូចជា page របស់អ្នកនរគ្នាដើម្បីយក link យកមកផាសហើយខ្ញុំសូមចូលមកកាន់ page របស់ខ្ញុំអ្នកនរគ្នាចុចលើ profile មកអ្នកនរគ្នាបន្តមកសូមអ្នកនរគ្នាចុចលើចុច3នេះមកអ្នកនរគ្នាសូមអ្នកនរគ្នាអោះចុចមកក្រោមបន្តិចមកនេះអ្នកនរគ្នាបន្តមកសូមអ្នកនរគ្នាចុចលើពាក្យថា copy link នេះមកចុចលើនឹងមកបន្ទាប់ពី copy link ហើយសូមអ្នកនរគ្នាត្រឡប់ចូលទៅកាន់ website របស់យើងវិញកន្លែង link នេះសូមអ្នកនរគ្នាចុចលើនឹងជាប់មកនឹងចេញពាក្យថាផាសបែបនេះអ្នកនរគ្នាសូមចុចលើផាសនឹងមកបន្តមកកន្លែងនេះគឺជាចំនួន follow ដែលអ្នកនរគ្នាចង់ធ្វើការបួសអ្នកនរគ្នាខ្ញុំសូមបញ្ជាក់អ្នកនរគ្នាផងដែរថាចំនួនយ៉ាងតិចគឺ10 follow អ្នកនរគ្នាចំនួនច្រើនបំផុតគឺ1លាន follow អ្នកនរគ្នាឥឡូវខ្ញុំសូមធ្វើការដាក់ចំនួន15 follow ចុះអ្នកនរគ្នាបន្តមកកន្លែង everything នេះគឺជាពេលវេលាដែលសេវាកម្មដំណើរការជាទូទៅសេវាកម្មដំណើរការចន្លោះពី1នាទីទៅ4នាទីអ្នកនរគ្នាបន្តមកកន្លែងនេះគឺជាថ្លៃសេវាអ្នកនរគ្នា15 follow តម្លៃមិនដល់1សេនផងអ្នកនរគ្នាបន្តមកសូមចុច submit បន្ទាប់ពីចុច submit ហើយជាបែបនេះនោះការបួសរបស់អ្នកនរគ្នានឹងទទួលបានជោគជ័យសូមអ្នកនរគ្នារងចាំតែបន្តិចនោះ follow របស់អ្នកនរគ្នានឹងធ្វើការកើនឡើងប្រសិនបើអ្នកនរគ្នាចង់ឆែកមើលសេវាកម្មទៅតែបានបញ្ជាទាំងមិញសូមអ្នកនរគ្នាចុចលើ tray 3នេះមកបន្តមកសូមអ្នកនរគ្នាយកពាក្យថា order នេះមកអ្នកនរគ្នាចុចលើនឹងមកនេះអ្នកនរគ្នាសេវាកម្មដែលបានបញ្ជាទាំងមិញគឺនៅខាងលើគេនេះសូមអ្នកនរគ្នាអមុខឆ្វេងមកនេះអ្នកនរគ្នាប្រសិនបើចេញបែបនេះគឺសេវាកម្មនឹងរៀបដំណើរការឲ្យអ្នកនរគ្នាប្រសិនបើចេញពាក្យថា complete បែបនេះគឺសេវាកម្មដំណើរការជោគជ័យ 100% ឲ្យអ្នកនរគ្នាសូមអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ